សួស្តីម្ចាស់តេជកម្មមកនេះយើងមកមើលវិធីធ្វើ6ទិសធ្វើខ្លួនឯងយើងអាចប្រើខ្លួនឯងយើងមិនទិញទេនេះ6ទិសនេះយើងត្រូវការដែកវេនេះយើងយក2ហ៊ុនកន្លះຂະຫນາດ2ហ៊ុនកន្លះយើងកាត់បច្ឆិតយើងយកមកទឹក6កាត់បច្ឆិតទេណាអានេះមកទឹក6យើងបត់មកហើយយើងត្រូវការអានេះក្របមិនហើយនឹងផ្លែមិនក្របមិននេះយើងប្រើសម្រាប់កឹបឲ្យវាជាប់គ្នានេះបើក្នុងករណីយើងចាប់នៅលើឈើក្នុងផ្ទះក៏មានឆ្អឹងកដាលដើម្បីចាប់ជាប់ឈើឃើញទេបើកាលណាយើងចាប់លើដបូលយើងទៅដាក់មួកវាទៀតមកហើយយើងដាក់ជើងបានប្លោះនេះយើងអាចដាក់ជើងនេះបានយើងធ្វើវេនេះដាក់ជើងនៅប្លោះនេះមកយើងអាចប្រើបានដែរប៉ុណ្ណឹងយើងអត់ចំណាយតិចយើងអាចចូលខ្លួនឯងបានហើយលុយញោមអាចហាភ្លៀងបានអត់អីទេខ្ញុំបើកឲ្យស្ដាប់ជបងប្អូនអាច follow page ទឹកបត់ទឹកមាសលោកសម្រាប់ជាកម្មឬក៏ YouTube ទឹកបត់ទឹកមាសតែជាកម្មអាច follow page YouTube ទឹកបត់ទឹកមាសបានដើម្បីយើងបានព័ត៌មានថ្មីទៅទៅនឹងឧបករណ៍ជាកម្មណាបងប្អូនអរគុណសម្រាប់ការតាមដានរបស់អ្នក